បាទជំរាបសួរបាទថ្ងៃនេះសូមបង្ហាញពីសកម្មភាពដែលខ្ញុំផ្សាំមេឃផ្កាតិចហើយផ្កាដែលខ្ញុំកំពុងតែផ្សាំនេះគឺជាប្រភេទផ្កាយីថូហើយខ្ញុំដាំវាបានរយៈពេល8-9 ខែហើយសូមបញ្ជាក់ផងដែរខ្ញុំបង្ហាញនេះខ្ញុំមិនមែនជាអ្នកជំនាញបច្ចេកទេសក្នុងផ្នែកកសិកម្មអីទេគ្រាន់តែថាអ្វីដែលខ្ញុំធ្វើនេះគឺខ្ញុំធ្វើតាមបទពិសោធន៍បាទដែលខ្ញុំបានដកស្រង់ពិសោធន៍រយៈកាលកន្លងមកបាទហើយថ្ងៃនេះផងដែរគឺខ្ញុំបង្ហាញអំពីការផ្សាំមេឃហើយការផ្សាំមេឃរបស់ខ្ញុំនោះគឺការក្រៃវាបែបហ្នឹងបាទងាយទេពុកម៉ែបងប្អូនគាត់តែមានសកៃដូងម៉ត់មកយើងត្រាំទឹកហើយយើងថែមថ្នាំចាប់រឹសតិចទៅតែសម្រាប់ខ្ញុំនេះខ្ញុំមានបានថែមអីទេខ្ញុំគ្រាន់តែត្រាំសកៃដូងយើង3-4-5ថ្ងៃមួយអាទិត្យហ្នឹងខ្ញុំត្រាំចោលមួយអាទិត្យហើយបាទត្រាំមួយអាទិត្យហើយខ្ញុំយកមកសម្រោះចោលដើម្បីឲ្យវាអស់ជ័របាទពីព្រោះសកៃដូងដែលយើងកិនមកភ្លាមគឺវានៅមានជ័រអញ្ចឹងនៅមានជ័រទៅវាកើតទៅជាបាក់តេរីផ្សេងដុះផ្សិតអីទៅវាអត់ងាយចេញឫសទេបាទហើយយើងត្រាំទឹកវារយៈពេលមួយអាទិត្យអីទៅយ៉ាងតិចណាហើយយើងយកវាមកច្រកចូលនៅក្នុងថង់តូចសមល្មមទៅតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាបន្ទាប់មកយើងធ្វើការក្រៃសម្បកវាដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងហើយការដែលយើងក្រៃនោះក្រៃសម្បកនោះទៀតសោតគឺយើងត្រូវមើលទៅលើថង់ដែលយើងផ្សាំផងដែរថាតើរង្វាស់នៃថង់ដែលយើងច្រកសកៃដូងហើយហ្នឹងវាមានប្រវែងបរិមាណប៉ុន្មានហើយយើងជាទូទៅគឺខ្ញុំក្រៃសម្បកវាមេឃប៉ុណ្ណេះគឺខ្ញុំយកតែកន្លះថ្នាំងដៃទេបាទកន្លះថ្នាំងដៃយើងមានមួយថ្នាំងពីរថ្នាំងអញ្ចឹងណាក៏ប៉ុន្តែខ្ញុំយកតែកន្លះថ្នាំងទេបាទបន្ទាប់មកគឺខ្ញុំយកសកៃដូងរុំអញ្ចឹងទៅហើយការរុំនេះទៀតសោតយើងអាចផ្សាំបានតែរត់នៅខែវស្សាទេបាទពីព្រោះខែវស្សាគឺវាមានភ្លៀងធ្លាក់ជោគជាំអញ្ចឹងទៅវាធ្វើឲ្យមានសំណើមនៅក្នុងថង់សកៃដូងរបស់យើងហ្នឹងពីព្រោះសកៃដូងដែលយើងផ្សាំនៅក្នុងថង់បែបនេះគឺវាមានសុពលភាពនៃការសើមហ្នឹងគឺរយៈពេលតែ10ទៅ15ថ្ងៃទេហើយសម្រាប់ខែប្រាំងទៀតសោតគឺយើងធ្វើបែបនេះគឺអត់ជោគជ័យទេបាទតោះយើងlạiបាញ់ទឹកហើយចំណាយច្រើននិយាយរួមទៅការផ្សាំដូចខ្ញុំបែបនេះគឺយើងអាចធ្វើបាននៅរដូវវស្សាតែបើនៅរដូវប្រាំងគឺខ្ញុំមានវិធីផ្សេងមួយទៀតបាទគាត់ថាខ្ញុំអត់តន់បង្ហាញទេគឺខ្ញុំបង្ហាញនៅរដូវវស្សានេះសិនហើយការដែលយើងផ្សាំដូចខ្ញុំចេះគឺយើងប្រើពេលយូរដែរចន្លោះពេលពី50ទៅ60ថ្ងៃអញ្ចឹងរយៈពេលវាយូរគាត់បានដែរហើយនេះគឺជាប្រភេទផ្ការបស់វាគឺស្រស់ស្អាតហើយតែស្មៅនេះគឺវាចាប់ដើមចោបទៅវិញហើយបាទហើយពេលរីកនោះគឺរីកពេញមួយថ្ងៃតែម្ដងតែចន្លោះម៉ោង5ម៉ោង6គឺវាចាប់ដើមសពូនទៅវិញហើយបាទអានេះគឺជាទ្រង់ទ្រាយដែលខ្ញុំបានផ្សាំហើយផ្សាំហើយកុំភ្លេចចងឈើចងអីទប់វាផងបើមិនអញ្ចឹងទេខ្យល់មកគឺវាកាច់បំបាក់ត្រង់កន្លែងដែលយើងផ្សាំសកៃដូងនឹងតែម្ដងអញ្ចឹងមកខ្ញុំចងទប់វាដើម្បីកុំឲ្យខ្យល់កាច់បំបាក់បាទពីព្រោះខ្យល់សាហាវដែរហើយកន្លែងដែលយើងផ្សាំហ្នឹងវាក្រៃសបកវាហើយក៏វាអត់មានតែសៃរឹងមាំដែរបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណេះឯងអរគុណ